ការបូមខ្សាច់កាត់បន្ថយបាក់ដីតាមច្រាំងមាត់ទន្លេលោកតាតើអត់តន់ជឿចៅនិយាយទេណាប្រាជ្ញធុរាយតែតាបានឆ្លើយរឿងបូមខ្សាច់ហើយបញ្ហាបាក់ច្រាំងស្ទឹងទន្លេបញ្ហាបាក់ច្រាំងស្ទឹងទន្លេមានតាក់ទងនឹងបូមខ្សាច់តែមិនមែនតាក់ទងនឹងបូមខ្សាច់ជាចំពោះដែលប្រែមកទៀតថាការបូមខ្សាច់មិនមែនជាមូលហេតុធំនៃការបាក់ច្រាំងទន្លេស្ទឹងទេក្រសួងធម្មពលនិងរ៉ែឬក៏មន្ត្រីដូចជាមិនបាននិយាយដូចចៅនិយាយទាំងស្រុងទេឈប់ឈួតជឿតាម Facebook ឬក៏ YouTube Social Media ដែលគេត្រូលរឿងបង្កហេតុថាបូមខ្សាច់វាបាក់ច្រាំងវាមានកើតឡើងអញ្ចឹងមែនតែការបាក់ច្រាំងស្ទឹងទន្លេមិនមែនមូលហេតុធំមកពីការបូមខ្សាច់ទេស្ដាប់ឲ្យបាននេះចេញសុកនិយាយហើយខ្ញុំនឹងធ្វើ real ធ្វើ short បន្ថែមទៀតបញ្ជាក់ការបាក់ច្រាំងស្ទឹងទន្លេវាមានតាក់ទងនឹងការបូមខ្សាច់តែមិនមែនជាកត្តាធំតែឈប់បូមទៅវាអត់បាក់នោះទេមិនមែនជាកត្តាធំដែលថាឈប់បូមខ្សាច់ទៅវាឈប់បាក់ទេពីព្រោះការបាក់ច្រាំងស្ទឹងទន្លេវាបាក់ដោយសារកម្លាំងទឹកហូរការប្រែប្រួលនៃអេកូបរិស្ថានណាវាបាក់ដោយសារពេលទឹកស្រកខ្លាំងពេកដល់ពេលទឹកឡើងជំហុកពេកចរន្តខ្សែទឹកក៏វាចូលរួមអញ្ចឹងរៀបរាប់ដំបូងការបាក់ច្រាំងវាជាបាតុភូតធម្មជាតិវាមិនមែនទៅបាក់ច្រាំងសម័យឥឡូវទេទន្លេស្ទឹងព្រែកជីកបាក់ច្រាំងរាប់ពាន់ឆ្នាំហើយវាជាបាតុភូតធម្មជាតិនឹងមួយទៀតវាតាក់ទងនឹងបរិស្ថាននៅពេលទឹករីងហើយនឹងពេលទឹកឡើងពេញទឹករីងក៏វាបាក់ច្រាំងប៉ុន្តែយើងមើលអត់ឃើញវាបាក់ទេតែវាបាក់ដល់ពេលទឹកឡើងក៏វាបាក់ចរន្តទឹកហូរលឿនពេកក៏វាបណ្ដាលឲ្យបាក់អូខេវាបាក់ដូច្នេះហើយការចោទប្រកាន់ថាបូមខ្សាច់វាបណ្ដាលឲ្យបាក់ច្រាំងវាអាចត្រូវ 5% អីចឹងតែវាមិនមែនឈប់បូមខ្សាច់ហើយច្រាំងលែងបាក់ទេមិនមែនទេអញ្ចឹងព័ត៌មានដែលគេត្រូលតាមប្រព័ន្ធបណ្ដាញសង្គមហ្នឹងវាអត់ពិតអញ្ចឹងទេអត់ពិតទេការបូមខ្សាច់បើនិយាយពីអំពើពុករលួយអូខេយើងដឹងទាំងអស់គ្នាតែបើនិយាយថាតើត្រូវបូមទេចម្លើយថា yes រាជការផែនដីត្រូវគ្រប់គ្រងអាជីវកម្មបូមខ្សាច់ដើម្បីយកឈ្នួលមានន័យថាសមត្ថកិច្ចរាជការណាដែលគ្រប់គ្រងលើរឿងផ្លូវទឹកហ្នឹងណាត្រូវគ្រប់គ្រងដាក់ច្បាប់ដាក់វិន័យឲ្យបានត្រឹមត្រូវហើយប្រមូលពន្ធដារនិងប្រមូលថ្លៃដែលគេដេញយកទៅបូមខ្សាច់ហ្នឹងឲ្យបានលុយចូលឃ្លាំងរដ្ឋកាត់បន្ថយនិងគ្រប់គ្រងអំពើពុករលួយហើយតាមដានមើលអំពីហានិភ័យនៃអាជីវកម្មបូមខ្សាច់អានោះខ្ញុំគាំទ្រតែបើជឿតាមការឃោសនាថាបូមខ្សាច់បាក់ច្រាំងអត់ពិតអញ្ចឹងទេ Bro Scallum ក្រសួងអ្នកនិយាយតាគួរណាស់មើលក្រសួងសិនមិនបាច់ទេកូនស្ដាប់ឮសូវគេនិយាយខ្លះគ្មានហេតុផលទេគឺនិយាយចូលទៅតាមថាឥឡូវតាសួរចៅឯងវិញបើឈប់បូមខ្សាច់ឈប់បាក់ច្រាំងទេមើលមានអ្នកណាឆ្លើយមកឥឡូវចៅជួយឆ្លើយតាមមកចៅមានទំនោរទៅលើថាបូមខ្សាច់បាក់ច្រាំងឥឡូវបើឈប់បូមខ្សាច់វាឈប់បាក់ច្រាំងទេ yes or no ចាំបាច់ទៅស្ដាប់អាក្រសួងណានិយាយក្រសួងនេះក្រសួងខួរក្បាលនេះមនុស្សមិនមែនស្រេចតែគេថាទេណាចៅឥឡូវចៅឯងឆ្លើយមើលតើពេលឈប់បូមខ្សាច់បាក់ច្រាំងឥឡូវជិះឡានទៅខេត្តបាត់ដំបងហើយដើរមើលស្ទឹងសង្កែត្រើយខាងកើតនិងត្រើយខាងលិចទៅមើលស្ទឹងសង្កែទៅមើលមេកង់លើទៅមើលស្ទឹងស្លាគូទៅមើលស្ទឹងសៀមរាប
ទៅមើលស្ទឹងពោធិ៍សាត់ដើរទៅមើលទៅតើអាស្ទឹងសង្កែហ្នឹងគេបូមខ្សាច់ឯបានវាបាក់សពថ្ងៃផ្ទះម្ដាយខ្ញុំ4ខ្នងគេរុះចោលអស់ឥឡូវអាដីផ្ទះហ្នឹងបាក់អស់លីងដែលឆ្នាំ70មកដល់ផ្ទះខ្ញុំហ្នឹងវាប្រហែល60ម៉ែត្របាក់អស់ហើយអញ្ចឹងហេតុផលរបស់ចៅជួយប្រាប់តាមើលជួយកែតាមើលអូចៅឯងទៀមទាឲ្យក្រសួងប្រើខួរហើយចុះចៅឯងមានប្រើខួរទេខួរប្រើទាំងអស់គ្នាងាប់អញហើយចុះចៅឯងមានខួរគិតទេចៅឯងចង់ចាប់សម្ដីអាក្រសួងនឹងនិយាយហើយយកមកឲ្យតាហ្នឹងគិតមិនគិតជេរអាក្រសួងហ្នឹងអាហ្នឹងមនុស្សចេះប្រើក្បាលហាមាត់ឡើងមិនហើយតាគួរណាស់តែប្រើខួរហើយចុះអាក្រសួងហ្នឹងវានិយាយនឹងខុសអីវានិយាយហ្នឹងអាចមិនត្រូវ 100% ប៉ុន្តែវាមិនខុសទេហើយបើចង់ឲ្យវាប្រើខួរហើយចៅឯងមិនក៏មិនចេះប្រើខួរអីសត្វតាគេក្រសួងគេត្រូវប្រើខួរត្រឹមត្រូវហើយប៉ុន្តែខ្លួនឯងចេះប្រើខួរទេតើខ្លួនឯងឆ្លើយបានទេបើឈប់បូមខ្សាច់តាមដងទន្លេវាឈប់បាក់ច្រាំងទេបើតវ៉ារឿងបូមខ្សាច់ពុកអលួយអាហ្នឹងតាគ្រប់ត្រតាមិនមែនគ្រប់ត្រការបូមខ្សាច់ពុកអលួយទេតាទើបតែនឹងនិយាយឲ្យថារាជការត្រូវគ្រប់គ្រងយកពន្ធយកថ្លៃឈ្នួលឲ្យបានណារិននិយាយថាឈប់បូមមានបាក់តែវាបាក់តិចតួចណាស់ឥឡូវធ្វើ survey នៅស្ទឹងសង្កែខេត្តបាត់ដំបងទៅអត់មានបូមទេតើវាបាក់ប្រមាណមានធ្វើ survey ទេ